លោកគ្រូ TikTok ខ្ញុំបានបេះដូងតិចតែអ្នកមើលច្រើនមកពីអីវិញគេអត់សូវចាប់អារម្មណ៍អញ្ចឹងបងអត់សូវចាប់អារម្មណ៍ view ហ្នឹងបងណាអ្នកចុចមើល view ហ្នឹងគេបានតែមើលបងបានតែមើលហើយក៏រំលងទៅគេអត់សូវពេញនិយមអញ្ចឹងបងដល់ពេលគេអត់សូវចូលចិត្តចាប់អារម្មណ៍គេអត់ឲ្យបេះដូងទៀតអាហ្នឹងគឺធម្មតាអញ្ចឹងបងហ្នឹងគឺទូទៅអញ្ចឹងហ្នឹងមិនមែនតែបងទេបងប្អូនយើងទូទៅអញ្ចឹងណាតបនឹង comment ពីខាង TikTok ណាបញ្ញាគាត់ comment សួរលោកគ្រូណាល្អអញ្ចឹងបងបើសិនជា TikTok មាន view ច្រើនអាហ្នឹងគឺល្អហើយកុំឲ្យតែអត់ view សោះអញ្ចឹងណាអាហ្នឹងយកបលលោកគ្រូណាបើផុសចេញទៅមាន100 200 300 400 1k 2k 10 100k អញ្ចឹងទៅអាហ្នឹងគឺអត់អីទេអាហ្នឹងហ៎បេះដូងតិចច្រើនវាធម្មតាហ្នឹងយើងទៅបខំគេអត់បានទេទៅបខំគេឲ្យចុចឲ្យបេះដូងអញ្ចឹងមិនកើតអញ្ចឹងណាតតែគេព្រមនឹងការចុចខ្លួនគេអញ្ចឹងណាអាហ្នឹងវាបានវាត្រឹមទៅបានវា original បានវារឹងមាំត្រឹមត្រូវស្តង់ដារអញ្ចឹងណាអញ្ចឹងសំខាន់គឺមាន view សិនអញ្ចឹងទៅអញ្ចឹងយើងមកមើលឡើងវិញទៅតើវីដេអូដែលយើងធ្វើហ្នឹងយើងល្អអត់អញ្ចឹងណាឬក៏យើងធ្វើឲ្យតែបានឬក៏យើងយកមកគេផុសតអញ្ចឹងអាហ្នឹងវាអត់មាន view ធម្មតាអត់មានបេះដូងធម្មតាអញ្ចឹងណាតែបើយើងធ្វើវីដេអូដែលល្អមានប្រយោជន៍ដល់អ្នកមើលវាបានបកស្រាយច្រើនតើបើយើងចង់បានឲ្យគេឲ្យបេះដូងយើងណាដល់ត្រឹមត្រូវល្អហ្នឹងគឺធ្វើវីដេអូណាដែលល្អមានប្រយោជន៍ដល់អ្នកមើលអញ្ចឹងណាតែគេសប្បាយចិត្តពេញចិត្តគេចាប់អារម្មណ៍គេនឹងចុចឲ្យបេះដូងយើងឲ្យអូតូហើយអាហ្នឹងណាហើយមួយទៀតភាគរយនៃការឲ្យបេះដូងយើងអាចសង្កេតមើលបានបើសិនជាផុសចេញទៅឧទាហរណ៍ណាview មានអ្នកមើល100នាក់100 view ណាបានបេះដូង10អាហ្នឹងគឺលេខ1ហើយប្រកែហើយអញ្ចឹងណា10% នៃ view អាហ្នឹងគឺលេខ1ហើយបើផុសចេញទៅ1k 1000អ្នក view បានបេះដូង100អាហ្នឹងគឺ perfect ហ្មងណា100A ហ្មងណាហ្នឹងណាតែបើសិនជាបានដល់ទៅ15 20ទៅគឺខ្លាំងអាហ្នឹងកាន់តែខ្លាំងទៀតហើយអញ្ចឹងណាតែបើសិនជាផុសទៅ100បានបេះដូង1 2អាហ្នឹងបានហានិភ័យអាហ្នឹងបាន vivo អញ្ចឹងណាបើស្រ័យខ្លួនណាអរគុណ